ជំរាបសួរប្រិមិត្តទូរទស្សនិកជនជាទីមេត្រីនៅពេលនេះខ្ញុំបានលីតារ៉ាមកពីសារព័ត៌មាន RTNews នៅពេលនេះខ្ញុំបានកំពុងតែស្ថិតនៅផ្សារក្តាមស្ថិតនៅខេត្តកែបផ្ទាល់ដែលជាតំបន់ទេសចររបស់ប្រទេសជាតិកម្ពុជានៅពេលនេះខ្ញុំក៏បានមកដល់ទីតាំងផ្សារក្តាមនេះដើម្បីធ្វើបទសម្ភាសន៍ជាមួយបងប្អូនអាជីវករជាច្រើននៅក្នុងផ្សារក្តាមផងដែរបាទសូមអញ្ជើញទស្សនាទាំងអស់នេះបាទជំរាបសួរអ៊ំស្រីបាទជំរាបសួរអ៊ំស្រីអាចណែនាំបន្តិចបានទេអ៊ំស្រីឈ្មោះអ្វីដែរខ្ញុំឈ្មោះណាប់នាងខ្ញុំឈ្មោះសេនិចខ្ញុំឈ្មោះច័ន្ទខឿនខ្ញុំឈ្មោះនៅចន្ទធីតៃវ៉ាឈ្មោះសេងសុផល បាទសេងសុផលហើយបងស្រីមានលក់ដូរអ្វីខ្លះខ្ញុំមានលក់ដូរអីវ៉ាន់គ្រប់មុខបងមានដូចជាម្រេចទឹកត្រីនិងគ្រឿងចាប់ព្រួយគ្រប់មុខទាំងអស់ចានៅក្នុងផ្សារនេះខ្ញុំលក់ខោអាវកសែងមានគ្រប់មុខណាប់ជើងមួកអីចឹងណាអូនលក់បកាលក់ទឹកត្រីអីឲ្យស្ទើអីខ្ញុំលក់បកាក្រៀមបបែមានយហឺមានអីគ្រប់សពខ្ញុំលក់ក្តាមលក់បកាលក់មឹកខ្ញុំលក់តែតរ៉េនសមាមកខុតបងដល់រដូវចឹងអត់មានសមាមកខុតអ៊ំស្រីជាអាជីវករនៅទីនេះរយៈពេលប្រហែលឆ្នាំហើយអ៊ំរយៈពេលប្រហែលជា12ឆ្នាំខ្ញុំលក់តាំងពីកន្លែងហ្នឹងដីផុកលក់7ឆ្នាំហើយបងខ្ញុំលក់បាន5ឆ្នាំហើយបង5ឆ្នាំជាងហើយខ្ញុំលក់ដូររយៈពេល17ឆ្នាំហើយយូរក៏សំដែរប្រហែលជា20 30ឆ្នាំដែរចាអូបាទប្រហែលជា20ឆ្នាំទៅហើយបងប្អូនបាទគាត់លក់ដូរនៅទីនេះប្រហែលជា20ឆ្នាំទៅហើយបងប្អូនលក់ដូររាល់ថ្ងៃមានអារម្មណ៍ថានៅទីតាំងតូបបងប្អូននេះមានអារម្មណ៍ថាតូចជាងអៀនឬក៏យ៉ាងណាដែរបងគួរសមល្មមតែបើមានរៀងក្តៅរៀងអីតិចតួចបាទចានិយាយទៅភ្ញៀវមករៀងទៅគាត់ក្តៅគាត់អីអញ្ចឹងដែរបងព្រោះចង្អៀតដល់ពេលអញ្ចឹងគាត់ក្តៅពេលខ្លះគាត់ចូលចាំយើងលក់យើងធ្វើម្ហូបឲ្យគាត់អញ្ចឹងគាត់ក្តៅខ្លាំងអ្នកខ្លះមកឈរហូរញើសវារៀងថាវាតូចចៀតហើយវារៀងដូចថាបន្តិចលិចបន្តិចភ្លៀងមកអញ្ចឹងពិបាកណាអូនអើយយើងដូចថាបន្តិចដូរតង់អញ្ចឹងណាវាអត់បានស្រួលទេពិបាកដល់កន្លែងលក់ដូរហ្នឹងអូនសប្តាហ៍នេះណាដល់តែចឹងទៅជីវភាពហ្នឹងយើងក៏លក់ដូរវាពិបាកដែរហើយបើសិនជាថាក្តៅផ្សែងអីហ្នឹងវាក្តៅវាងុំហ្មងណាវាអត់មានទាំងខ្យល់ដកដង្ហើមចេញចូលដោយសារវាហប់ពេកហើយដូចថាមានភ្លៀងមកចឹងវាស្ទះនៅខាងក្រោមអីចឹងវាស្អុយវាអត់ហូរចេញទៅណាចាផលលំបាកមានដូចជាខែក្តៅហ្នឹងក្តៅហើយផ្សែងចាហើយបើខែភ្លៀងវាលិចតិចតួចទេធម្មតារឿងខែភ្លៀងចឹងណាបាទបើសិនជាថ្ងៃមួយមានអ្នកវិនិយោគធ្វើការអភិវឌ្ឍផ្សារនេះតើបងប្អូនមានអារម្មណ៍បែបណាដែរសប្បាយចិត្តបងបាទសប្បាយចិត្តណាចាសប្បាយចិត្តវាបាននៅទប់ទឹកស្អាតបាននៅវាត្រជាក់ស្រួលអីខ្លះចឹងបងមានអារម្មណ៍ថាសប្បាយអូនអើយសប្បាយមិនដឹងថាយកអីបដូរយើងវាសប្បាយពេកណាគិតគូរដល់អ្នកលក់អ្នកដូរអីចឹងណាអូនជាអាជីវករនៅកន្លែងនេះដែលថារាល់ថ្ងៃហ្នឹងចេះតែលក់ចឹងទៅអូនអើយហើយវាពិបាករឿងថាវាអត់បានស្អាតណាអត់មានអនាម័យទី1គឺលក់ដូររយៈពេលយូរហើយចង់បានកន្លែងស្អាតផ្សារស្អាតមានអនាម័យផាសុខភាពល្អបងបើសិនជាគាត់ធ្វើឲ្យធំឲ្យស្អាតទលាជាងនេះល្អមានភ្ញៀវមកលេងកាន់តែច្រើនយើងលក់ដូរក៏បានដាច់ច្រើនជាងមុនអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តអញ្ចឹងណាបងព្រោះអីបានគាត់ជួយធ្វើឲ្យយើងស្អាតទៅប្រជាជនទាំងអស់គ្នាសប្បាយចិត្តទាំងអស់គ្នាហើយបងអ្នកលក់ជីវករទាំងអស់ចង់ឲ្យបានតែកន្លែងស្អាតតែបានភ្ញៀវទេសចរមកដើរលេងខេត្តកែបយើងច្រើនហើយដល់ពេលអញ្ចឹងតែយើងស្អាតគេមកដើរលេងច្រើនហើយយើងអនាម័យល្អភ្ញៀវទេសចរក្រៅប្រទេសក្នុងប្រទេសអីគឺមកដើរលេងនៅខេត្តកែបយើងច្រើនបើសិនជាយើងអភិវឌ្ឍឲ្យបានល្អទៅអាចមានភ្ញៀវចូលច្រើនយើងក៏សប្បាយចិត្តដែរតើបងស្រីគិតថារាល់ថ្ងៃមានភ្ញៀវជាតិអន្តរជាតិមានការកើនឡើងជាងមុនឬក៏ធ្លាក់ជាងមុននោះចាភ្ញៀវជាតិនិងអន្តរជាតិគឺចាប់ពីចប់កូវីដនេះមកមានការកើនឡើងខ្លាំងចាជាពិសេសឆ្នាំ2025នេះភ្ញៀវអន្តរជាតិច្រើនបាទបងបាទដោយបងស្រីលើកឡើងឲ្យគាត់ថារាល់ថ្ងៃមានភ្ញៀវជាតិអន្តរជាតិច្រើនអញ្ចឹងនៅពេលដែលតាក់ទាញអ្នកវិនិយោគផ្សេងមកអភិវឌ្ឍផ្សារកាន់តែខ្លាំងនោះភ្ញៀវជាតិនិងអន្តរជាតិក៏កាន់តែច្រើនហើយតាក់ទងបងប្អូនអាជីវករខាងនេះវិញក៏គាត់អាចរកប្រាក់ចំណូលបានច្រើនផងដែរបងមានសំណុំពរអ្វីទេបើសិនជាមានការអភិវឌ្ឍផ្សារនេះទៅមុខសំណុំពរហាន់ចង់ឲ្យមានទប់ទឹកស្អាតវិសាធំទលាយវាបាត់ក្តៅបាត់អីខ្លះចឹងវាផ្សែងអីវិញវាភ្ញៀវចូលពិសាកាហាយភ្នែកបាទចាខ្ញុំមានតែសំណុំពរគាត់ធ្វើឲ្យស្អាតឲ្យធំឲ្យមើលទៅវាស្រឡះចឹងឲ្យភ្ញៀវមកបានកាន់តែច្រើនខ្ញុំលក់ដូរបានកាន់តែដាច់ល្អអញ្ចឹងណាបងមានវិនិយោគទុនមកជួយកសាងខ្ញុំឲ្យបានស្អាតឲ្យបានមានទាំងបង្គន់មានទាំងទឹកល្អមុចល្អអីចឹងណាអូនកុំឲ្យស្អោសពិបាកណារាល់ថ្ងៃហ្នឹងវាចឹង
បើសិនជាថាគាត់អាចចោះត្រួតពិនិត្យមកចឹងកុំអោយដូចថាយើងលក់ទៀងត្រង់ទាំងអស់គ្នាចឹងទៅវាដូចថាសប្បាយចិត្តទាំងអស់គ្នាប៉ុន្តែវាមានដាច់ថាអ្នកខូចអីចឹងទៅយើងទៀងត្រង់នេះចង់ពិបាកបន្តិច ខ្ញុំបើបានជួយធ្វើផ្សារក្តាមបានស្អាតពួកខ្ញុំសប្បាយខ្លាំងណាបងសប្បាយមាំខ្លាំងមាំព្រោះអីពួកខ្ញុំបានលក់ដូរដាច់ហើយនឹងជីវករទាំងអស់សប្បាយខ្លាំងត្រេកអរខ្លាំងហ្មងណាសប្បាយទាំងបាយមែនតែនអត់មានតែសប្បាយលេងទេសប្បាយខ្លាំង ខ្ញុំអាជីវករក្នុងផ្សារនេះចង់បានកន្លែងលក់ដូរដែលមានតម្លៃសមរម្យអញ្ចឹងណាបងចាសំណូមពរតែប៉ុណ្្នឹងទេ បាទដោយបងប្អូនបានដឹងជ្រាបស្រាប់ហើយផ្សារក្តាមនេះគឺជាផ្សារដែលមានភាពល្បីល្បាញមែនទែនបាទនៅក្នុងខេត្តកែបយើងផ្ទាល់តែនៅពេលដែលខ្ញុំបាទតារាដែលបានមកធ្វើបទសម្ភាសន៍ជាមួយបងប្អូនអាជីវករនេះផ្ទាល់បាទគឺបងប្អូនអាជីវករទីនេះក៏មានការត្អូញត្អែច្រើនមែនទែនទីមួយគាត់ថាផ្សាររៀងទាបចង្អៀតបាទតាក់ទងនឹងប្រព័ន្ធលូគឺលំបាកពេលភ្លាមរំដងគឺមានការលិចច្រើនមែនទែនហើយតាក់ទងដំបូលបងប្អូនមើលនេះបាទដំបូលបាទគឺថាចងថងបាទចងថងតែភ្លៀងខ្លាំងលិចហើយលិចហូរឯងបងប្អូនណាហើយតាក់ទងព្យាជាតិអន្តរជាតិហ្នឹងគឺគាត់មិនសូវមកលេងច្រើនទេហើយផ្សារនេះជាផ្សារល្បីមែនទែនទូទាំងប្រទេសកម្ពុជាអញ្ចឹងបងប្អូនអាជីវករក៏គាត់បានស្នើសុំបាទមេត្តាគៀងគងអ្នកវិនិយោគជាតិនិងអន្តរជាតិមេត្តាជួយអភិវឌ្ឍនៅផ្សារក្តាមនេះឲ្យមានភាពរីកចម្រើនឲ្យបានធំទូលាយហើយនឹងប្រព័ន្ធលូឲ្យបានស្អាតតាក់ទងនឹងបន្ទប់ទឹកអនាម័យក៏បានស្អាតសម្រាប់ពួកគាត់សង្ឃឹមថាគាត់នឹងធ្វើការអញ្ជើញអ្នកវិនិយោគជាច្រើនដើម្បីធ្វើការអភិវឌ្ឍនៅផ្សារក្តាមនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរខ្ញុំបាទតារាសូមអរគុណ